ចំណុចមួយដែលអ្នកប្រើប្រាស់ម៉ូតូអូតូគ្រប់គ្នាក៏ដូចជាជាងម៉ូតូយើងគ្រប់រូបដែលมันគួរមើលរំលងក៏ប៉ុន្តែបងប្អូនជាងម៉ូតូគឺយល់ច្បាស់តែចំពោះម្ចាស់ម៉ូតូគឺជាចំណុចដែលក្តៅកគុកដែលប្រើប្រាស់ម៉ូតូអូតូណាมันអាចមើលរំលងត្រង់ចំណុចនេះបានទេណាឬការធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនប្រភេទអូតូនេះផ្លាស់ប្ដូរ3ដងឬមួយ4ដងយើងគួរតែដោះប្ដូរប្រេងជាមួយនឹងខាងរុនតម្រង់ប្រេងនេះម្ដងណាដើម្បីយើងបានលាងសម្អាតនេះជាក់ស្ដែងនៃម៉ូតូនេះជាដើមមើលសិតតែកតិចកទីដីនេះដោយសារគិតមិនដែលបានធ្វើការដោះលាងសម្អាតឬមួយក៏អត់ដែលបានធ្វើដោះប្ដូរប្រេងនៅតាមរត់នេះណាក៏ធ្វើប្ដូរប្រេងតែតាមរត់ខាងក្រមនេះណានេះក៏ធ្វើប្ដូរប្រេងតែតាមរត់នេះចំណែកអារុនប្រេងខាងនេះគិតមិនដែលបានប្ដូរត្រង់ចំណុចនេះគឺខ្ញុំរីខមមិនក៏ដូចជាផ្ដល់ជាមតិជូនដល់បងប្អូនហើយរាល់ការធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនចំនួន3ដងឬមួយ4ដងយ៉ាងច្រើនបំផុតថាច្រើនផុតចុះ4ដងគឺត្រូវតែធ្វើការដោះប្ដូរប្រេងខាងនេះម្ដងនៅក្នុងលើកទី5នេះដើម្បីយើងបានធ្វើការដោះមួយបានលាងសម្អាតកតិកទីដែលវាស្ទះនៅក្នុងតម្រងប្រេងនេះបងប្អូនអាចមើលបានឃើញណាចុះបើសិនជាយើងមិនដែលបានដោះចុះបើសិនជាវាស្ទះតម្រងប្រេងនេះវាយ៉ាងណាវានឹងធ្វើឲ្យកវ៉ាត់ប៊ីស្តុងមិនឆាប់កូពេណាកូពេកវ៉ាត់ប៊ីស្តុងឆាប់ហុយផ្សេងឆាប់លឿនម៉ាស៊ីនឆាប់ឡើងកម្ដៅក្តៅខ្លាំងណានេះជាមូលហេតុទាំងអស់ដែលបងប្អូនតែងតែឆាតសួរខ្ញុំក៏ដូចជាខមមិនសួរថាហេតុអីក៏ម៉ូតូខ្ញុំឆាប់ក្តៅហេតុអីក៏ម៉ូតូខ្ញុំឆាប់ហុយផ្សេងណាហេតុអីក៏ម៉ូតូខ្ញុំស៊ីសាំងហេតុអីក៏ម៉ូតូខ្ញុំលន់សំលេងខុសប្រក្រតីនេះសត្វតាំងតែជាចំណុចដែលបងប្អូនគួរតែយកចិត្តទុកដាក់ក្នុងការថែទាំក៏ដូចជាតម្រូវការក្នុងការផ្លាស់ប្ដូរវាណាពេលដែលយើងនេះទៅយើងមើលវាដោះលាងសម្អាតថែទាំវាណាជៀសវាងណាបងប្អូនជាងណាបងប្អូនជាងក៏បានម្ចាស់ម៉ូតូក៏បានត្រូវតែជួយមើលគ្នាផងត្រង់ចំណុចនេះណាពេលដែលយើងបាននេះទៅក៏ម៉ូតូរបស់យើងក៏ប្រើប្រាស់បានយូរណាយើងផ្លាស់ប្ដូរទៅយូរទៅណាជាទូទៅយើងផ្លាស់ប្ដូរ3ដងមួយទៅយើងដូរក្នុងអានេះម្ដងណាដូរតាមនេះម្ដងឬមួយក៏បើយើងថាមិនដូរទេយើងប្ដូរអានេះក៏ប្ដូរចោះក៏ប៉ុន្តែយើងត្រូវការដោះលាងសម្អាតខាងនេះផងទៅណាពេលដែលយើងដោះលាងសម្អាតចឹងគឺវាល្អវាប្រើប្រាស់បានយូរហើយម៉ូតូយើងគឺមិនងាយនឹងមានបញ្ហាលឿនឬមួយក៏ហុយផ្សេងឡើងកម្ដៅអីទេណាស៊ីសាំងខ្លាំងអីក៏អាចទាក់ទងអានេះដែរដោយសារវាស្ទះណានេះជាចំណុចចែករំលែកត្រង់ចំណុចនេះណាពួកខ្ញុំឃើញមានបងប្អូនម្ចាស់ម៉ូតូតែងតែមើលរំលងណាហើយជាងខ្លះក៏មើលរំលងដែរត្រង់ចំណុចនេះគាត់មិនដែរបានចាប់អារម្មណ៍ទៅលើចំណុចនេះទេណាតែបើនេះចាប់អារម្មណ៍ហើយនេះតែយល់ហើយក៏តាមតំណើទៅណានឹងធ្វើម៉េចយើងយល់ហើយណាអរគុណ